សួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនមានបានមើល MV សវណ្ណភូមិម៉ូវ៉ាន់ដាហើយនៅបើបានមើលហើយបងប្អូនមានបានឃើញនៅក្នុង MV ហ្នឹងគឺគាត់មានដាក់ផែនទីតារាសាស្ត្រមួយដែលក្នុងនោះមានកន្លែងចំនួន9អញ្ចឹងថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅស្គាល់នៅកន្លែងនីមួយៗអូខេ let's go ទី1ប្រាសាទអង្គរវត្តប្រាសាទអង្គរវត្តជាប្រាសាទដែលធំបំផុតនៅក្នុងប្រទេសកម្ពុជានិងជាប្រាសាទសាសនាដែលធំបំផុតនៅលើពិភពលោកប្រាសាទអង្គរវត្តមានមាតុដ្ឋានលើផ្ទៃដីទំហំ 162.6 ហិកតាមានកម្ពស់សរុប65ម៉ែត្រនិងមានជើងសសរសរុប 1532 ដើមប្រាសាទអង្គរវត្តត្រូវបានកសាងឡើងក្នុងឆ្នាំ 1122 នៃគ្រិស្តសករាជដែលត្រូវនឹងសតវត្សទី 12 ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី 2 ទី2ប្រាសាទបាយ័នប្រាសាទបាយ័នគឺជាប្រាសាទខ្មែរដែលប្រកបដោយក្បូរក្បាច់រចនាល្អពិសេសប្រាសាទនេះមានតួប៉មមុខ4ចំនួន49និងកំពូលខ្លោងទ្វារចូល5ទៀតសរុបទាំងអស់54កំពូលដែលតំណាងឲ្យខេត្តក្រុងខ្មែរទាំង54នៅក្នុងសម័យកាលនោះប្រាសាទបាយ័នត្រូវបានកសាងឡើងនៅចុងសតវត្សទី 12 ឬដើមសតវត្សទី 13 កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី 7 ទី3ប្រាសាទមន្ទីរធំប្រាសាទមន្ទីរធំមានទីតាំងស្ថិតនៅប្រហែល 2.1 គីឡូម៉ែត្រផ្នែកខាងជើងឈាងខាងលិចនៃរាជធានីនគរធំប្រាសាទនេះមានភាពខុសធម្មតាដែលប៉មកណ្ដាលមានតួប៉មចំនួន3តម្រៀបពីជើងត្បូងប្រាសាទមន្ទីរធំមានកំពែងព័ទ្ធជំនាញធំហើយខ្ពស់ផ្សំពីថ្មបាយក្រៀមកម្ពស់ 3 ម៉ែត្រនិងប្រវែង 130 ម៉ែត្រកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី 7 នៅចុងសតវត្សទី 12 និងដើមសតវត្សទី 13 ទី4ប្រាសាទព្រះខ័នប្រាសាទព្រះខ័នមានរាង4ជ្រុងទ្រវែងមានវិវិធប្រវែង 800 ម៉ែត្រគុណ700 ម៉ែត្រប្រាសាទនេះកសាងឡើងនៅសតវត្សទី 12 ក្នុងឆ្នាំ 1151 ដោយព្រះបាទជ័យវរ្ម័នទី 2 ដើម្បីឧទ្ទិសដល់ព្រះវរបិតារបស់ព្រះអង្គក្បាច់រចនានៃប្រាសាទមានលក្ខណៈដូចជាប្រាសាទបន្ទាយក្តីប្រាសាទព្រំដែនទី5ប្រាសាទតាកែវប្រាសាទតាកែវសង់នៅសតវត្សទី 10 ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី 5 ប្រាសាទនេះសង់ពីថ្មភក់និងមានទំហំ 100 ម៉ែត្រគុណ100 ម៉ែត្រប្រាសាទនេះត្រូវគេបោះបង់ចោលព្រោះការនោះមានតែមិនត្រូវគុណមកដល់រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី 1 ទើបទ្រង់បានជាឲ្យគេធ្វើការជួសជុលឡើងវិញទី 6ប្រាសាទតាព្រំប្រាសាទតាព្រំកសាងឡើងពីថ្មភក់និងថ្មបាយក្រៀមមានកំពែង5ជាន់និងមាន5ប្រាសាទចំនួន35ជាន់កំពែងខាងក្រៅរបស់ប្រាសាទមានប្រវែង700គុណ1000ម៉ែត្រប្រាសាទនេះរួមព័ទ្ធដោយឈើធំៗក្នុងទីប្រាសាទនេះកសាងឡើងនៅក្នុងឆ្នាំ 1159 នៃគ្រិស្តសករាជដោយព្រះបាទជ័យវរ្ម័នទី 7 ត្រូវបានចាត់ទុកផងដែរជាសកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រដែលក្រោមការគ្រប់គ្រងរបស់ស្ត្រីឥន្ទ្រទេវីទី 7ប្រាសាទមន្ទីរក្តីប្រាសាទមន្ទីរក្តីមានទីតាំងស្ថិតនៅជាប់ប្រាសាទតាព្រំជ្រុងខាងក្តីនិងស្ថិតនៅទ្រង់ខាងលិចស្រះស្រង់ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្ដាលទី 2 នៃសតវត្សទី 12 និងដើមសតវត្សទី 13 ដោយព្រះបាទជ័យវរ្ម័នទី 7 ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រាសាទតាព្រំប៉ុន្តែមានទំហំតូចជាងនិងមិនស្មុគស្មាញទី 8ស្រះស្រង់មានបណ្ដោយ 780 ម៉ែត្រទទឹង 380 ម៉ែត្រត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សទី 12 និងដើមសតវត្សទី 13 ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី 7 ស្រះនេះកសាងឡើងសម្រាប់ការកម្សាន្តរបស់ព្រះមហាក្សត្រនាសម័យបុរាណនិងមានកូនប្រាសាទមួយនៅចំចំណុចកណ្ដាលជាទីដែលព្រះអង្គទ្រង់យាងតាមទូកទៅស្ដាប់តន្ត្រីផ្សេងៗទី 9ប្រាសាទមេបុណ្យខាងកើតមានចម្ងាយប្រហែល500 ម៉ែត្រនិងមានរូបរាងស្រដៀងនឹងប្រាសាទប្រែរូបប្រាសាទនេះត្រូវបានកសាងឡើងនៅក្នុងឆ្នាំ 952 ដោយព្រះបាទរាជាណារវរ្ម័នទី 1 ការហៅឈ្មោះប្រាសាទមេបុណ្យខាងកើតគឺសំដៅទៅលើប្រាសាទមេបុណ្យមាន2មួយគឺមេបុណ្យខាងកើតស្ថិតនៅក្នុងបារាយណ៍ខាងកើតនិងមួយទៀតមេបុណ្យខាងលិចស្ថិតនៅកណ្ដាលបារាយណ៍ខាងលិច